លោកផៃបណ្ណាត់រំលែងបានដាក់ចំរឿងមិនបង្ហាញមុខមន្ត្រីចៅនៅខេត្តកំពតជាង40នាក់កាលពីថ្ងៃទី30ខែឧសភាឆ្នាំ2026គឺមានការផ្ទុះកក្រាកពេញបណ្ដាញសង្គមម្ដងទៀតដែលពាក់ព័ន្ធនឹងមហាជនចង់ឃើញមុខជនសង្ស័យដែលជាចោរចូលលួចទ្រព្យសម្បត្តិនៅកាស៊ីណូមួយក្នុងខេត្តកំពតនាពេលកន្លងទៅពាក់ព័ន្ធនឹងករណីខាងលើត្រូវបានផ្សព្វផ្សាយផ្ទុះកក្រាកពេញបណ្ដាញសង្គម Facebook ថាមានជាស្នងការរងខេត្តកំពតរួមទាំងមន្ត្រីនគរបាលជាង30នាក់មន្ត្រីកងរាជអាវុធហត្ថជាង10នាក់ត្រូវបានចាប់ឃាត់ខ្លួនស្រាប់តែលោកឧត្តមសេនីយ៍តូម៉ៅច័ន្ទមធុរិទ្ធស្នងការខេត្តកំពតបានធ្វើការបង្ហោះសារនៅលើเพจស្នងការដ្ឋាននគរបាលខេត្តកំពតយ៉ាងដូចនេះថាខ្ញុំសូមជម្រាបបន្ថែមថាការមិនបញ្ចេញរូបថតជនសង្ស័យចំពោះករណីនេះតំណាងអាយកានៅបន្តធ្វើការសាកសួរនិងស្រាវជ្រាវបន្តទៀតចំពោះជនសង្ស័យទាំង32នាក់រួមនឹងអ្នកទទួលផលចំនួន4នាក់បានបញ្ជូនទៅដល់រាជធានីភ្នំពេញដើម្បីបន្តនីតិវិធីមុននឹងក្រោយអ្នកពាក់ព័ន្ធនឹងត្រូវធ្វើការផ្សព្វផ្សាយមិនហួសពេលនោះទេស្នងការខេត្តកំពតបានបន្តទៀតថាមិនមែនគ្រាន់តែចង់ឲ្យសមត្ថកិច្ចបង្ហាញមុខជនសង្ស័យទាំងនោះនៅពេលនេះហើយត្រូវបំផ្លាញទៅដល់ការងារស្រាវជ្រាវនិងអ្នកពាក់ព័ន្ធផ្សេងទៀតនោះទេសូមបងប្អូនមានការយោគយល់ចំពោះករណីនេះបើសមត្ថកិច្ចមានចេតនាអ្វីមួយនោះមិនមែនយើងខ្ញុំខិតខំស្រាវជ្រាវរហូតដល់ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន32នាក់រួមនឹងអ្នកទទួលផលបន្ថែមចំនួន4នាក់ទៀតនោះទេទោះបីជាមានការពន្យល់ពីស្នងការខេត្តកំពតយ៉ាងដូចនេះក្តីនៅថ្ងៃទី31ខែឧសភាឆ្នាំ2026នេះនៅលើគណនីផេកផ្លូវការរបស់លោកផៃវណ្ណៈបានបង្ហោះសារបែបនេះថារូបថតទាំងនេះសុទ្ធតែជាមន្ត្រីនគរបាលវរៈសេនាតូចការពារព្រំដែននៅខេត្តបន្ទាយមានជ័យត្រូវបានចាប់បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យដើម្បីផ្ដន្ទាទោសតាមច្បាប់ពីបទពាក់ព័ន្ធបទល្មើសនាំទំនិញឆ្លងដែនខុសច្បាប់រូបថតត្រូវបានបង្ហាញឲ្យមហាជនដឹងច្បាស់មិនមានការលាក់បាំងនោះទេលោកផៃវណ្ណៈបានបន្តទៀតថាដោយឡែកមន្ត្រីចៅនៅខេត្តកំពតមិនអាចបង្ហាញបានព្រោះខ្លាចប៉ះពាល់ដល់មេមិនមែនពាក់ព័ន្ធនីតិវិធីដោយគេរៀបរាប់នោះទេខ្ញុំមិនមែនអ្នកកាសែតខ្ចប់មកមីសមាន់ទេខុសត្រូវខ្ញុំដឹងនិងនីតិវិធីខ្ញុំយល់គ្រប់បទល្មើសទាំងអស់លើកលែងតែបទល្មើសពាក់ព័ន្ធនឹងសន្តិសុខជាតិដែលត្រូវលាក់ការតែបើបទល្មើសដែលពាក់ព័ន្ធនឹងសន្តិសុខសង្គមគ្មានអ្វីត្រូវលាក់ការនោះទេបន្ទាប់ពីលោកផៃវណ្ណៈបានធ្វើការបង្ហោះសាររួចស្រាប់តែគេឃើញមានស្នងការដ្ឋាននគរបាលខេត្តកំពតក៏បានធ្វើការបង្ហោះនៅលើเพจរបស់ខ្លួនបន្ថែមទៀតដែរថាមេណាធ្វើមេណាអ្នកពាក់ព័ន្ធត្រូវតែប្រឈមមុខចំពោះមុខច្បាប់ទាំងអស់រួមទាំងរូបខ្ញុំផងដែរប្រសិនបើខ្ញុំមានការពាក់ព័ន្ធក្នុងករណីខាងលើនេះចំពោះអត្តសញ្ញាណរបស់មន្ត្រីដែលពាក់ព័ន្ធគឺអង្គភាពសមីជាអ្នកផ្សព្វផ្សាយហើយសារព័ត៌មានផ្សេងទៀតអាចដកស្រង់យករូបភាពបន្តពីស្នងការដ្ឋាននគរបាលខេត្តកំពតទៅផ្សាយបន្តបាននៅពេលចៅក្រមស៊ើបសួរបញ្ចប់នីតិវិធីនិងចេញនៃការឃុំខ្លួនអ្នកទាំង32នាក់នោះខ្ញុំនឹងបង្ហោះរូបអ្នកទាំងអស់នោះឲ្យសាធារណជនទាំងអស់បានឃើញក្នុងពេលឆាប់នេះនៅទីបំផុតនៅល្ងាចថ្ងៃទី31ខែឧសភាឆ្នាំ2026ស្នងការដ្ឋាននគរបាលខេត្តកំពតបានបង្ហាញមុខជនសង្ស័យទាំង32រូបដែលក្នុងនោះមានឈ្មោះចិនរតនាជាស្នងការរងរួមទាំងសមត្ថកិច្ចដែលពាក់ព័ន្ធមួយចំនួនទៀត